ចាសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនមកមើលរបៀបនាងខ្ញុំឆាចៀនជួនណាបងប្អូនចាឥឡូវក៏មានសៀងមានតែខ្ញីនិងខ្ទឹមសខ្ទឹមក្រហមលឹកខ្ទឹមអញ្ចឹងណាបងប្អូនចាឥឡូវចាប់ផ្ដើមចៀនត្រីហើយបងប្អូនចាគេបំពងតែខ្ញុំចៀនទេបងប្អូនចាព្រោះអត់ដាក់ខ្លាញ់ច្រើនទេបងប្អូនព្រោះចៀនហើយចាក់ចោលអញ្ចឹងណាចាដល់ពេលអញ្ចឹងនាងខ្ញុំអត់ឲ្យខាតខ្លាញ់ច្រើនណាបងប្អូននេះខ្ញុំដាក់ចៀនល្មមទៅចាឥឡូវទៅរៀបដាក់ចៀនណាបងប្អូនចាដាក់ចៀនត្រីហើយក៏នឹងខ្ញុំឆ្លៀតទៅឆាខ្ញីបងប្អូនចាឥឡូវចាប់តាមឆាខ្ញីបងប្អូនចាខ្ញីនឹងនេះខ្ញុំឆាឲ្យរឿងឈ្ងុយអញ្ចឹងណាបងប្អូនចាឆាឲ្យឈ្ងុយបាននេះខ្ញុំដួសដាក់ចានបងប្អូនចាឥឡូវចាប់ដើមកូនត្រឡប់ណាបងប្អូនចាមិនដឹងធ្វើម្ហូបអីទេបងប្អូនអើយរៀងរាល់ថ្ងៃនេះបងប្អូនចាទៅមកជន់ដានក្តៅអញ្ចឹងណាបងប្អូនរត់ទៅនឹករត់ទៅលើឃើញទេបងប្អូនអើយចាឥឡូវនេះខ្ញុំចាប់ដើមកោខ្ញីបងប្អូនចាកោឲ្យរៀងឈ្ងុយបន្តិចទៅនេះខ្ញុំចាប់ដើមធ្វើដាក់ចានឥឡូវចាប់ដើមបពងខ្ទឹមសខ្ទឹមក្រហមណាបងប្អូនចាមានម្ទេសផងបងប្អូនចាឥឡូវរត់លន់ស្ថិតភ្លៀងទៀតហើយបងប្អូនអើយចាតែភ្លៀងមិនសូវច្រើនប្រហែលទេថ្ងៃនេះហៅបងប្អូនចាភ្លៀងឡើងលន់វបងប្អូនហើយថាកាត់តឲ្យស្ងាត់ឥឡូវមិនស្ងាត់ទៀតហើយបងប្អូនចាឥឡូវក៏នេះខ្ញុំបពងខ្ទឹមរួចហើយក៏នេះខ្ញុំដាក់ខ្ញីដែលនេះខ្ញុំឆាហើយបងប្អូនចាដាក់ខ្ញីហើយកកោត្រឡប់បន្តិចចឹងណាបងប្អូនចាកោឲ្យរៀងសប់ជាមួយគ្រឿងចឹងណាបងប្អូនចាឥឡូវក៏រៀងឈ្ងុយបងប្អូនខ្ញីក៏ឈ្ងុយខ្ទឹមក៏ឈ្ងុយក៏នឹងខ្ញុំចាប់ផ្ដើមចាក់សៀងចាសៀងផ្អែមណាបងប្អូនចាផ្អែមប្រៃអញ្ចឹងណាបងប្អូនចាឥឡូវក៏កូរឲ្យសប់អញ្ចឹងណាបងប្អូនឲ្យសប់មួយគ្រឿងបងប្អូនចាឥឡូវក៏នេះខ្ញុំដាក់ប៊ីចេងមកចុងស្ព្រាបងប្អូនដាក់ស្ករឲ្យបងប្អូនព្រោះសៀងផ្អែមហើយបងប្អូនចាដាក់ប៊ីចេងមកចុងស្ព្រាផ្អែមប្រៃសៀងនេះបងប្អូនហើយចាឥឡូវក៏អូខេណាបងប្អូននឹងខ្ញុំចាប់ផ្ដើមចាក់ត្រីដែលនេះខ្ញុំចៀនហើយបងប្អូនចាត្រីរៀងបែកណាបងប្អូនព្រោះនេះខ្ញុំច្រឡំកាត់រៀងស្ដើងណាបងប្អូនចាដំបងថាស្ងោរជ្រក់បងប្អូនហើយចាតែនឹកឃើញថាចៀនជួនហូបដល់ពេលអញ្ចឹងស្ដើងពេកបែកត្រីអស់បងប្អូនណាចាឥឡូវក៏អូខេណាបងប្អូនឆ្អិនហើយបងប្អូនចាត្រីបែកមែនតែក្លិននឹងឈ្ងុយបងប្អូនចាឥឡូវនេះខ្ញុំដាក់ស្លឹកខ្ទឹមបងប្អូនចាដាក់ស្លឹកខ្ទឹមរួចរាល់ហើយក៏នេះខ្ញុំចាប់ដើមដួសដាក់ចានណាបងប្អូនចាដាក់ថែមស្លឹកខ្ទឹមបន្តិចទៀតព្រោះនេះខ្ញុំចាប់ដើមដួសដាក់ចានព្រោះឆ្អិនណាបងប្អូនចាហើយដួសដាក់ចានណាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំចាមានមិនលក់អីទេបងប្អូនហើយមានតែសក់ទេបងប្អូនចាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូន